ជំរាបសួរបងប្អូននេះគឺជាកបិតកាត់ស្មៅកងណាបាទអញ្ចឹងនេះយើងរៀបចំផ្ញើជូនបងប្អូនយើងនៅតាមខេត្តហើយចេះបងប្អូនតកតងមួយខ្ចៅកដាលនេះបងប្អូនទុកចិត្តចុះណាអាហ្នឹងយើងធ្វើពីថែបអាហ្នឹងប្រភេទថែបអញ្ចឹងវាអត់បញ្ហាទេការប្រើប្រាស់គឺធានាសុវត្ថិភាពជូនណាហើយការស្លាប់យើងស្លាប់2តង់នេះពណ៌ខៀវនេះ1តង់នេះ1តង់ទៀតអញ្ចឹងយើងស្លាប់ត្រឹមហ្នឹងហើយអញ្ចឹងកន្លែងនេះគឺវាមានសើអញ្ចឹងណាវាមានសើអញ្ចឹងនេះយើងទុកសើអញ្ចឹងហើយយើងអត់មូលទៅបញ្ចូលទៅអស់ទេណាយើងទុកប៉ុណ្ណឹងត្រឹមត្រូវហើយពេលដែលបងប្អូនប្រើប្រាស់គឺយើងកាត់យើងរៀងផ្អៀងណាយើងផ្អៀងនេះផ្អៀងកបិតនេះយើងស៊ីចុងវិញចេះនេះឧមាថាដើមឈើយើងអញ្ចឹងយើងកាត់អញ្ចឹងណាអញ្ចឹងវាដាច់តែស្មៅទេដើមឈើរបស់យើងគឺសុវត្ថិភាពណាយើងអត់ជ្រុលដៃទៅដាច់តំណាំរបស់យើងទេណាបាទអញ្ចឹងមួយគ្រាប់នេះ8 10បងប្អូនយើងទៅចាប់ប្រើបានតែម្ដងណា$18ហើយនេះកូនកបិតរបស់វាណានេះកូនកបិតនេះបងប្អូនចង់ទិញសាគូដូរខាងក្រៅក៏បានដែរមួយគូ$3ណាបាទនេះផ្លែកបិតវាបាទផ្លែកបិតនេះអញ្ចឹង18វាមានផ្លែវាមួយគូនៅហ្នឹងតែបងប្អូនចង់ទិញថែមខាងក្រៅទុកគីឡូវាអស់ឬវាអីទៅថ្ងៃក្រោយអាហ្នឹងសាច់ទៅចិត្តណាអាចទិញថែមបានណាទិញក្រៅបាទអញ្ចឹង18ហើយចំពោះសេវានៅភ្នំពេញតាមចិត្តឆ្ងាយហើយតាមខេត្តគឺយើងគិតសេវា$6000រៀលណា$1កន្លះទៀតតាមខេត្តបាទនេះគឺយើងរៀបចំផ្ញើជូនបងប្អូនយើងទេហើយកបិតនេះគឺធ្វើនៅខ្មែរយើងទេបងប្អូនគឺធ្វើនៅខ្មែរបទពិសោធន៍ធ្វើកបិតនេះវាជាង1ឆ្នាំបាទអញ្ចឹងអរគុណច្រើនបងប្អូនអរប៉ុណ្្នឹងហើយអត់មានអីតទៀតទេបាទអរគុណច្រើនបងប្អូនមួយទៀតបញ្ជាក់ឲ្យបញ្ជាក់ទៀតណាកបិតនេះការប្រើប្រាស់គឺដើម្បីសុវត្ថិភាពដំណាំរបស់យើងទេណាគឺទៅថានេះដំណាំអញ្ចឹងយើងកាត់តែមិននេះអញ្ចឹងវាអត់ដាច់ទេធម្មតាកបិតកបិតទូទៅរបស់យើងដែលយើងជ្រុលវាអាចដាច់ដំណាំយើងតែនេះអត់ទេយើងធ្វើកងប្រភេទអញ្ចឹងហើយកបិតខាងក្រោមរបស់វានេះវាស្អាតដល់ដីណាយើងកាត់បានជ្រះដល់ដីបាទអញ្ចឹងបងប្អូនយកទៅប្រើប្រាស់អាចរៀនពីការប្រើប្រាស់បន្ថែមព្រោះដៃថ្មីយើងមិនមែនថាកាន់ភ្លាមប្រើស្រួលភ្លាមតែយើងអាចរៀនស្គាល់ពីតិចនិចពីចរិតរបស់វាណាបាទព្រោះដៃថ្មីយើងយកទៅយើងរៀនកាត់យើងផ្អៀងយើងថ្លឹងថាផ្អៀងប៉ុណ្ណាដែលយើងស្រួលប្រើស្រួលកាត់អញ្ចឹងយើងយូរទៅយើងធ្លាប់ដៃយើងស្រួលកាត់ស្រួលប្រើហើយអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគុណបាទ